បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សីហា Immortal ថានឹងអត់មានក៏នឹងមកសម្រាយនៅសាច់រឿងខ្លីរបស់រឿងព្រានទាព្រះបុរាណភាគទី63អញ្ចឹងណាតែមុនចូលទៅកាន់សាច់រឿងរបស់យើងអ្នកទាំងអស់គ្នាក៏កុំភ្លេចចុច like ដូចជា Subscribe នៅ Channel របស់មីមណាមួយផងដើម្បីផ្ដល់កម្លាំងចិត្តមកកាន់មីមក្នុងការផលិតវីដេអូជជូនអ្នកទាំងអស់គ្នាទស្សនាជាបន្តហើយមួយវិញទៀតបើសិនជាបងប្អូនណាមានចំណាប់អារម្មណ៍ចង់អាននៅសាច់រឿង novel រឿងកូចអមតាធានីរឿងព្រានទាព្រះបុរាណក៏ដូចជារឿងហាន់លីនោះហើយមីមក៏មានជាមួយនឹងក្រុមសម្រាប់អាន novel ទាំងហ្នឹងបើសិនជាបងប្អូនចង់អាននៅសាច់រឿង novel នោះក៏អាចឆាតមកកាន់adminក៏បានadminក៏បានតម្លាក់ជាមួយនឹង link Telegram នៅក្រោម comment ឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅផ្ដើមសាច់រឿងនៃភាគនេះយើងក៏បានឃើញជាមួយនឹងគ្រូជាតិមេតបសដែលពួកគេក៏កំពុងសម្លឹងទៅមើលការវាយប្រហាររបស់បងបិសាចទាំងអស់នោះរីឯទូកហោះរបស់ធានពួកគាត់ក៏ត្រូវបានបំផ្លាញចោលទាំងស្រុងផងដែរបើយើងក៏លេចមកមើលនៅឯទីក្រុងធានបូនៅវិញភ្លាមនោះក៏មានផ្លែដែររាប់រយពាន់ដើមក៏បានធ្វើការវាយប្រហារមកកាន់ដៃទាំង8របស់បិសាចព្រលឹងអរិយព្រមទាំងបានកំទេចនៅដៃទាំងអស់នោះឲ្យខ្ទេចខ្ទីគ្មានសល់តែម្ដងបើសិនបើរាងកាយពិតរបស់គាត់គឺបានលេចចេញមកនោះប្រហែលជាគាត់អាចទ្រាំទ្រជាមួយនឹងផ្លែដែរទាំងអស់នេះបានក៏ប៉ុន្តែដោយសារតែរាងកាយរបស់គាត់នៅពេលនេះគឺបានប្រែក្លាយពីឈើតែប៉ុណ្ណោះសាច់រឿងក៏កាត់ទៅកាន់ឡុងឆ្នាំនៅវិញនាងក៏កំពុងតែប្រយុទ្ធជាមួយនឹងកូនចៅបិសាចជាច្រើនជាមួយនឹងពូដ៏កំណៃរបស់នាងថែមទាំងចង់សម្លាប់នៅឈិនមូថែមទៀតដោយសារតែឈិនមូគឺបានកោះហៅនៅព្រះព្រលឹងបិសាចតែបានបំផ្លាញជាមួយនឹងបនិហោរបស់នាងបើយើងបបមកមើលនៅឯទីក្រុងធីបូនៅវិញក៏មានពលឺដែរជាច្រើនក៏បានហោះព្រមទាំងសម្លាប់ជាមួយនឹងកូនចៅបិសាចជាច្រើនហើយក៏បានប៉ះគ្នាជាមួយនឹងរបាំងនៃភាពងងឹតដែលបានគ្របដណ្ដប់ទីក្រុងធីបូនោះទាំងមូលហើយសម្លេចទាំងនោះក៏បានបង្កគ្រោះថ្នាក់ទៅដល់អ្នកទាំងអស់គ្នាទោះបីតែឈិនមូក៏មិនអាចទ្រាំទ្រជាមួយនឹងសម្ពាធនៃសម្លេចទាំងអស់នោះបានដែរព្រមទាំងបានធ្វើឲ្យពួកអ្នកទាំងអស់គ្នានេះគិតថាហូចឈាមចេញពីត្រចៀករបស់ពួកគេតែម្ដងនៅពេលនោះឈិនមូក៏បានក្លែងទៅឃើញលោកតាមេភូមិដែលគាត់ក៏កំពុងតែធ្វើដំណើរនៅក្នុងព្រៃមួយជាមួយនឹងឡោតដដែលដែលគាត់ក៏បានស្ពាយនៅពីក្រោយខ្នងរបស់គាត់ព្រមទាំងបានកាន់ជាមួយនឹងប្រអប់ឈើមួយដែលប្រអប់ឈើនោះគឺជាប្រអប់ឈើនៃដាវដែលគាត់គឺបានបញ្ចេញទៅសម្លាប់ពួកក្រុមបិសាចទាំងនោះព្រមទាំងប្រឆាំងជាមួយនឹងរបាំងងងឹតដែលគ្របដណ្ដប់ទៅលើទីក្រុងធីនបូទាំងមូលភ្លាមនោះឈិនមូក៏បានរត់អបជាមួយនឹងលោកតាមេភូមិព្រមទាំងបានសួរទៅកាន់គាត់ថាហេតុអ្វីបានជាលោកតាចាស់ចេញអំពីភូមិកោះតាសៀហើយបែរជាមកនៅទីនេះទៅវិញដោយលឺឈិនមូសួរបែបនោះធ្វើគាត់ក៏បានញញឹមនឹងបាននិយាយថាគាត់គឺបានចាស់ចេញពីភូមិដោយស្ងាត់គឺមិនបានប្រាប់នរណាម្នាក់នោះឡើយពីរឿងដែលគាត់បានចាស់ចេញអំពីកោះតាសៀនឹងឯអ្នកហ៊ាននៅត្រង់ចំណុចហ្នឹងគឺអត់មានគឺមិនច្បាស់នោះទេមិនដឹងថាសាច់រឿងគឺចង់និយាយពីលោកតាមួយណានោះទេដោយសារតែនៅក្នុងសាច់រឿងនោះគេបាននិយាយថាលោកតាមកតែក៏មានក៏ប៉ាន់ស្មានថាប្រហែលជាលោកតាមេភូមិហ្នឹងឯងដោយសារតែគាត់គឺបានចេះជាមួយនឹងវិជាដាវទាំងនេះបើសិនជាខុសឬត្រូវនោះមានក៏សូមអធិស្ឋានផងព្រោះមិនក៏បានអានទៅតាមសាច់រឿងរបស់គេនោះទេឥឡូវយើងបកមកកាន់សាច់រឿងរបស់យើងវិញឈិនមូក៏បាននិយាយតបទៅកាន់គាត់វិញទាំងទៅពួកខ្ញុំថាខ្ញុំក៏បានជួបជាមួយនឹងលោកតាពីការជើងលោកតាថ្នាំព្រមទាំងលោកយាយស៊ីផងដែរដែលពួកគាត់គឺបានចេះចេញអំពីកោះតាសៀធ្វើដំណើរមកកាន់រាជធានីចំណែកឯលោកតាមេភូមិវិញគាត់ក៏មិនបាននិយាយអ្វីទៀតឡើយក៏បានលើកនៅប្រអប់ដាវឈើរបស់គាត់សម្ដែងទៅរកឈិនមូដោយឲ្យឈិនមូគឺជួយកាន់ប្រអប់ឈើរបស់គាត់នឹងឯងរីឯឈិនមូវិញគាត់ក៏បានសែកបន្តិចព្រមទាំងបាននិយាយថាលោកតាលោកក៏មិនគួរបោកបញ្ឆោតខ្ញុំបែបនេះនោះទេដោយសារតែផ្លែដាវរាប់ម៉ឺនដើមនៅក្នុងនេះគឺវាពិតជាមានទម្ងន់ធ្ងន់ខ្លាំងណាស់ខ្ញុំក៏មិនអាចលើកជាមួយនឹងប្រអប់ដាវឈើនេះបាននោះទេបើសិនជាខ្ញុំលើកនោះស្មារបស់ខ្ញុំក៏ប្រហែលជានឹងបាក់ជាមិនខានដូច្នេះហើយខ្ញុំក៏មិនត្រូវឲ្យលោកតាបោកប្រាស់ខ្ញុំដូចជាការពីលើកមុនទៀតឡើយដោយបានឃើញអត្តចរិតរបស់ឈិនមូបែបនោះគាត់ក៏បានញញឹមព្រមទាំងលើកមេដៃឲ្យឈិនមូមួយផងដែរដោយសារតែឈិនមូគឺមានអត្តចរិតបែបរឹងរូសព្រមទាំងរពើផងទៀតនោះគាត់ក៏បាននិយាយបន្ថែមទៀតថានៅក្នុងភូមិចាស់ជរាឬក៏ជនពិការហ្នឹងក្រៅពីអ្នកដែលចូលចិត្តលេងជាមួយនឹងឈិនមូជាងគេនោះគឺជាគាត់នឹងឯងដែលជាអ្នកចូលចិត្តប្រឡែងលេងសើចជាមួយនឹងឈិនមូសាច់រឿងក៏កាត់ទៅកាន់ទីក្រុងធីនបូនៅវិញយើងក៏បានឃើញជាមួយនឹងលោកគ្រូជាតិដែលគាត់ក៏កំពុងតែឈរនៅមុខព្រះព្រលឹងបិសាចទាំងឯងដែលបានធ្វើឲ្យបិសាចព្រលឹងអរិយនោះគឺមានភាពភ័យខ្លាចចំពោះវត្តមានរបស់គាត់ផងដែរហើយរំពេចនោះគ្រូជាតិក៏បានដកដៃរបស់គាត់ធ្វើការកាត់ទៅកាន់ដៃរបស់ព្រះព្រលឹងដៃបិសាចដែលធ្វើឲ្យដៃទាំងអស់នោះគឺបានខ្ទេចរហែកខ្ទីតែម្ដងចំណែកឯស្ដេចអរិយឌូធានគេក៏បាននិយាយថាបើសិនជារាងកាយពិតរបស់ខ្ញុំលេចឡើងនោះលោកគឺមិនអាចទ្រាំទ្រជាមួយនឹងកម្លាំងរបស់ខ្ញុំបាននោះទេហើយនៅពេលដែលគាត់បានឃើញជាមួយនឹងវិជាដ៏អស្ចារ្យទាំងនេះគឺប្រៀបបានដូចជាគំនូរមួយផ្ទាំងអញ្ចឹងទោះបីជាគាត់ត្រូវបាត់បង់ជីវិតគាត់ក៏មិនសោកស្ដាយដែលបានឃើញនៅវិជាដាវដ៏អស្ចារ្យបែបនេះនោះឡើយហើយបន្តិចក្រោយមកគាត់ក៏ត្រូវបានបាត់បង់ជីវិតភ្លាមដោយសារតែផ្លែដាវទាំងនោះគឺបានធ្វើការវាយប្រហារទៅកាន់គាត់ចំណែកឯសាច់រឿងបន្តប្រកាន់មកកាន់ឈិនមូជាមួយនឹងលោកតាមេភូមិនៅវិញពួកគេក៏កំពុងតែនិយាយពិភាក្សាគ្នាពីនេះពីនោះអញ្ចឹងណាហើយភ្លាមនោះក៏បានសម្លឹងទៅត្រែម្ខាងទៀតគាត់ក៏បានឃើញបរិសុទ្ធវ័យកណ្ដាលម្នាក់ដែលកំពុងធ្វើដំណើរឆ្ពោះមករកពួកគាត់នឹងឯងដែលនោះគឺជាវត្តមានរបស់លោកគ្រូជាតិប៉ុន្តែគាត់គឺមិនបានមកជិតពួកគេនោះទេដែលគាត់គឺបានរក្សាចម្ងាយរបស់គាត់ពីពួកគេគឺ10ម៉ែត្រពីគ្នានៅពេលនោះគាត់ក៏បានសួរទៅកាន់លោកតារបស់ឈិនមូថាតើលោកគឺជាមនុស្សចំនួនមុនមែនទេចំណែកឯលោកតាមេភូមិវិញគាត់ក៏មិនបាននិយាយនោះទេក៏បានញញឹមទៅលោកគ្រូជាតិព្រមទាំងបានលើកម្រា
មដៃ3ដែលធ្វើជាសញ្ញាទៅកាន់គាត់នឹងឯងហើយលោកគ្រូជាតិក៏បានឆ្ងល់ជាមួយនឹងកាយវិការរបស់គាត់នឹងឯងចំណែកឯជនមួយវិញក៏បានបញ្យល់ទៅកាន់លោកគ្រូជាតិថាគាត់មិនមែនជាមនុស្សចំនួនមុននោះទេចំណែកឯលោកគ្រូជាតិវិញដែលលើជនមួយនិយាយបែបនោះបានធ្វើគាត់គឺរឹតតែឆ្ងល់ជាងមុនថែមទៀតដែលទាំងនេះក៏វាបានធ្វើគាត់គឺមានអារម្មណ៍ថាមិនស្រួលនៅក្នុងគ្រួរបស់គាត់ដែលបានយល់អំពីអ្វីដែលជនមួយបាននិយាយនោះឡើយហើយថែមទាំងបានសួរទៅកាន់លោកតាមេភូមិបន្ថែមទៀតថារៀនច្បងពិតជាមានសមត្ថភាពដ៏អស្ចារ្យពិតមែនប៉ុន្តែចំពោះកន្សែងរបស់លោកគឺលោកមិនបានបង្រៀនគេនៅជំនាញដើរទាំងនេះមែនទេហើយគាត់ក៏បាននិយាយបន្តទៀតទាំងដកទាំងហាមធំថាខ្ញុំធ្លាប់មានទំនាក់ទំនងជាមួយមនុស្សចំនួនមុនហើយពួកគេគឺបានបង្រៀនខ្ញុំជាច្រើននៅវិជ្ជាដើរទាំងនេះហើយខ្ញុំក៏មិនរំពឹងថាបានឃើញជាមួយនឹងស្នាដៃដ៏ខ្លាំងពូកែរបស់រៀនច្បងបែបនេះនោះឡើយតើរៀនច្បងអាចបង្ហាញខ្ញុំអំពីស្នាដៃរបស់រៀនច្បងម្ដងទៀតបានដែរឬទេចំណែកឯជាមួយនៅវិញក៏មានការភ័យផ្អើលចំពោះសម្ដីរបស់លោកគ្រូជាតិដែលជាមួយក៏បានឃើញលោកគ្រូជាតិបានប្រើនៅវិជ្ជាដើររបស់គាត់ហោះនៅលើលំហមេឃព្រមទាំងបានសម្លាប់ជាមួយនឹងកងទ័ពបិសាចក៏ដូចជាមេបិសាចជាដើមហើយជាមួយក៏បានគិតថាជំនាញដើររបស់លោកគ្រូជាតិគឺពិតជាអស្ចារ្យខ្លាំងមែនទែនប៉ុន្តែអ្វីបានជាលោកគ្រូជាតិនិយាយថាអ្វីដែលគាត់បានរៀននោះគឺមិនមែនជាដើរពិតប្រាកដនោះទេតែសមត្ថភាពរបស់លោកតាមេភូមិអាចលើសពីជំនាញដើររបស់គាត់មែនទេភ្លាមៗនោះលោកតាមេភូមិក៏បានបង្ហាញនៅជំនាញដើររបស់គាត់ដែលនៅពេលនោះផ្លែដើរនៅក្នុងប្រអប់ឈើរបស់គាត់បានប្រែក្លាយទៅជាវត្ថុរាវហើយបន្ទាប់មកវាក៏បានប្រែក្លាយជាអាក្រោះមួយហើយភ្លាមៗនោះវាក៏បានប្រែទៅជាកណ្ដឹងមួយដ៏ធំដែលបានហោះទៅលើលំហមេឃហើយចុងក្រោយនោះវាក៏បានប្រែក្លាយទៅជាដាវដ៏ធំមួយដែលបានធ្វើឲ្យលោកគ្រូជាតិក៏បានស្ងើចសរសើរអំពីជំនាញដើររបស់គាត់ចំណែកឯជនមួយក៏មានការភ័យផ្អើលព្រមទាំងបានគិតថាគាត់គឺមិនដែលបានរៀនអំពីជំនាញដើរទាំងនេះនោះទេទាំងនេះក៏ប្រហែលជាលោកតាគឺមានមូលហេតុរបស់គាត់ដែលគាត់គឺចង់ឲ្យខ្ញុំស្វែងយល់អំពីជំនាញដើរមួយនេះដោយខ្លួនឯងទើបបានជាគាត់មិនបង្រៀនមកកាន់ខ្ញុំនៅវិជ្ជាទាំងអស់នេះហើយសាច់រៀនរបស់យើងក៏ត្រូវបានកាត់ស្លេះទៅត្រឹមហ្នឹងហើយមានក៏អរគុណចំពោះបងប្អូនអរគ្នាដែលបានទស្សនាវីដេអូរបស់មីនតាំងពីដើមរហូតដល់ចប់ដោយនេះក៏ជាការសង្ខេបនៃជុតខ្លីនៃរឿងព្រេងនិទានព្រះបុរាណភាគទី63របស់យើងហើយមីនក៏បានបញ្ចូលជាមួយនឹងសាច់រឿង novel បន្តិចផងដែរអញ្ចឹងណាដែលកុំឲ្យវាខ្លីណាស់ពេកដោយសារតែ trailer របស់គេនេះគឺថាត្រឹមតែ30 second នោះទេនឹងហើយអ្នកនេះមីនក៏សូមអធិស្ឋានផងចំពោះសាច់រឿង novel ដែលមីនបានចែកនោះដោយសារតែកាលពីថ្ងៃមុនគឺវាដាច់ភ្លើងអញ្ចឹងណាដល់ពេលដែលមីនគឺបានបើកវិញនោះគឺថាវាខូចខ្ទេចអស់ហើយចំពោះសាច់រឿងដែលមីនគឺបាន record ទុកហើយម្យ៉ាងទៀតថ្ងៃនេះគឺអត់មានរវល់ទៅរកអត់ណាដើម្បីគេជួយព្យួរទៅលោករបស់មីនអញ្ចឹងណាអញ្ចឹងហើយទៅថ្ងៃហ្នឹងគឺអត់មានបានធ្វើជាមួយនឹងសាច់រឿង novel ជូនអ្នកទាំងអស់គ្នានោះទេអត់មានក៏ស្គមថាបងប្អូនទាំងអស់គ្នាក៏នឹងអធិស្ឋានមកកាន់អត់មានម្នាក់មួយផងមួយវិញជាបើសិនជាបងប្អូនណាមានចំណាប់អារម្មណ៍ចង់អាននៅសាច់រឿង novel រឿងព្រេងនិទានព្រះបុរាណគុជអមតទេនីក៏ដូចជារឿងហាន់លីនោះអាចឆាតទៅកាន់បងប្រុសមីនបានដែលគាត់គឺជាអ្នកទទួលអ្នកទាំងអស់គ្នាគឺចូលគ្រប់មួយនឹងអញ្ចឹងណាហើយមីនក៏បានតម្លាក់ជាមួយនឹង link Telegram តខ្លួនរបស់គាត់នៅក្រោម comment វីដេអូរបស់មីនជាចុងក្រោយមីនក៏សូមជូនពរដល់អ្នកមានសុខភាពល្អគ្រប់គ្នាជួបជាមួយនឹងមីននៅវីដេអូក្រោយៗទៀត